បងប្អូនបាទខ្ញុំចែកប្រវត្តិកាលពីខ្ញុំញ៉ាំអាហារនេះដំបូងបាទខ្ញុំញ៉ាំរសជាតិនេះបងប្អូននេះរសជាតិវ៉ានីឡានេះពណ៌សនេះណាបាទកាលនោះយើងមានតែ3រសជាតិទេបាទវ៉ានីឡាហើយស្ទ្របែរីហើយនិងសូកូឡានេះតែ3មុខហ្នឹងទេបងប្អូនបាទតែឥឡូវយើងមានរហូតដល់5រសជាតិបាទយើងមានរសជាតិចេកបាទខារ៉ាមែលបាណាណាហើយនិងមួយទៀតគេហៅរសជាតិខូគីវ៉ានីឡាខូគីបាទប៉ុន្តែជំនាន់ដែលខ្ញុំញ៉ាំបងប្អូននេះតែរសជាតិវ៉ានីឡានឹងមួយហើយភាគច្រើនចូលចិត្តអានឹងជាងគេបាទចូលចិត្តអាវ៉ានីឡាជាងគេនេះលាយតែជាមួយប្រូតេអ៊ីននេះជាការស្រេចហើយជំនាន់ខ្ញុំញ៉ាំហ្នឹងបងប្អូនបាទនេះអត់មានម៉ាស៊ីនកាឡុកអត់មានអីទេមានតែកែវនេះមួយមកហើយកូរបាទកូរមានទឹកសុទ្ធបាទទឹកសុទ្ធមកដាក់ចូលកែវហ្នឹងកូរគឺជាការស្រេចហើយបាទតែឥឡូវយើងជឿនលឿនណាបងប្អូនហើយបាទបងប្អូនមានម៉ាស៊ីនកាឡុកបងប្អូនអាចលាយផ្លែឈើក៏បានបងប្អូនអាចលាយទឹកកកក៏បានបងប្អូនអាចលាយទឹកដោះគោស្រស់ក៏បានបាទតែជំនាន់ខ្ញុំហ្នឹងគឺអត់ទេបាទអត់ជឿនលឿនដល់ដូចឥឡូវហ្នឹងទេបាទអញ្ចឹងបើសិនជាបងប្អូនចង់សាករសជាតិវ៉ានីឡាដូចខ្ញុំជំនាន់មុនអូខេក៏បានដែរហ្នឹងហើយបាទនេះគឺសាមញ្ញងាយស្រួលលឿនណាបងប្អូនបាទមិនពិបាកទេបាទព្រឹកឡើងគឺអ្នកអត់សូវមានពេលអីក្លុកឆាច់នេះកោដៃដូចខ្ញុំនេះបាទប្រើវិធីចាស់នេះក៏កោតបានដែរបាទគឺលឿនហើយឆ្ងាញ់ដែរបាទបងប្អូនឆ្ងាញ់មែនទែនបាទអរគុណច្រើន